កុំជឿអ្នកទ្រឹស្ដីប្រកែទ្រឹស្ដីនៅក្នុងតាមបណ្ដាញ social media ពេកមានពេលវេលាមានលុយមានកាក់អីល្មមយើងអាចដើរកំសាន្តក៏ដើរបានក៏ដើរទៅកុំទៅជឿតាមអ្នកដែលប្រកែទ្រឹស្ដីក្នុងតាមបណ្ដាញសង្គមថាយើងនឹងដើរលេងចំណាយលុយអត់ប្រយោជន៍អីពេលខ្លះពេលវេលាយើងក៏ត្រូវមានពេលវេលាលំហែកាយសម្រាប់ខ្លួនឯងដែរអញ្ចឹងយើងទុកឱកាសក៏ដូចជាទុកពេលវេលាខ្លួនឯងហ្នឹងដើរលំហែកាយតាមតំបន់ទេសចរដែលយើងចូលចិត្តទៅទៀតសោតនៅក្នុងវីដេអូនេះគឺពួកខ្ញុំហ្នឹងគឺបានទៅដើរកំសាន្តទៅលេងនៅខាងកោះមួយនៅក្នុងប្រទេសកម្ពុជារបស់យើងនៅក្នុងខេត្តប្រសែននោះហ្នឹងគឺបោះជនជាតិបរទេសទេប៉ុន្តែគេមានលើកោះហ្នឹងមួយមានរីសតគឺមានបន្ទប់វីឡារហូតដល់40បន្ទប់ហើយគឺគ្រប់វីឡារបស់គេទាំងអស់ហ្នឹងគឺមាន pool នៅក្នុងហ្នឹងហើយវាលក្ខណៈ private តែម្ដងស្ងប់ស្ងាត់ល្អអ្នកដែលចូលចិត្តស្រឡាញ់ធម្មជាតិគឺអាចទៅតំណងបានហើយខ្ញុំអត់បានទៅស្នាក់នៅទេខ្ញុំគ្រាន់តែទៅលេងហើយទៅញ៉ាំកាហ្វេទៅញ៉ាំអីចឹងទៅហើយនៅហ្នឹងគឺតម្លៃគេតាមជាក់ស្ដែងទៅចាប់ពី500ជាងឡើងទៅទេថ្លៃបើសិនជាអ្នកគាត់មានលទ្ធភាពទូទាគាត់អាចទៅស្នាក់នៅបានតែខ្ញុំជឿថា fresh ហើយ private ល្អមែនតើខ្ញុំចង់ឲ្យអ្នកដែលគាត់មានលទ្ធភាពទៅសាក់លបងបានគឺនៅក្នុងខេត្តបរសៀននោះនៅក្នុងតំបន់រៀមរបស់យើងទេប្រហែលជា10នាទីពីដីគោកទៅទីកោះមួយទាំងមូលហើយបរិយាកាសនៅនោះស្ងប់ស្ងាត់ល្អមែនតើលក្ខណៈ private ខ្ញុំទៅ relax ញ៉ាំកាហ្វេញ៉ាំអីលេងហ្នឹងទៅនៅហ្នឹងនៅចិត្តអាងហែទឹកជាប់មាត់សមុទ្រយើង fresh ដែរអញ្ចឹងណាហើយគឺការស្វាគមន៍បដិស្ថានកិច្ចរបស់គេហ្នឹងគឺរស់រាយរាក់ទាក់មែនតើបុគ្គលិកគេតាណាជួបក៏សុភ័ក្រដែរតែខ្ញុំអត់បានថតគេតែកុំឲ្យគេអៀនហើយកន្លែងនេះគឺពេលភីចាញ់ទៅវិញហ្នឹងយើងជើញភីព្រោះនៅនោះដែលយើងឃើញលឿននោះវត្តរៀមវត្តរៀមអញ្ចឹងយើងឲ្យភីរស់កពីនេះមកសុំសេចក្តីសុខសេចក្តីសុខសេចក្តីសុបាយជាដើមហ្នឹងហើយយើងដាក់បាតកជួបបាតនេះអូរៀងរាល់ខែដល់ពេលចុងខែហ្នឹងយើងយកកនេះយកទៅគេលោកវត្តរៀមតិចទៅបាទណាមួយយើងផ្សាយអ្វីដែលយើងជឿមកបីកហ្នឹងតើខាងក្រុមការអញ្ចឹងដូចបានគាត់បានណែនាំអញ្ចឹងគឺខាងបុគ្គលិកគេហ្នឹងប្រាប់ថានៅពេលដែលយើងមុនចាក់ចេញទៅវិញភ្ញៀវដែលគាត់មកលេងហ្នឹងគឺមុនចាក់ចេញទៅវិញគឺគាត់ត្រូវអាចចូលរួមក្នុងពិធីពុទ្ធសាសនារបស់យើងហ្នឹងគឺដាក់បាតតែជាលក្ខណៈអង្គហើយអញ្ចឹងគឺចុងខែរៀងរាល់ខែនីមួយៗហ្នឹងគឺខាងបុគ្គលិកក៏ដូចជាខាង resort ហ្នឹងគាត់នឹងយកទៅប្រគេនលោកនៅវត្តរៀនតែម្ដងអញ្ចឹងដូចយើងបានទៅធ្វើបន់មួយដែរអញ្ចឹងនេះគឺជាការចាក់ចែងការលានៅភ្ញៀវដែលគាត់បានមកស្នាក់នៅក្នុង resort ហ្នឹងហើយពេលមកដល់ហ្នឹងក៏គេមានកម្មវិធីស្រោចទឹកដើមពោធិ៍ដើម្បីសូមសេចក្តីសុខសេចក្តីចម្រើនពីលក្ខណៈបែបពុទ្ធសាសនារបស់យើងអញ្ចឹងណាចុងក្រោយបងប្អូនហ្នឹងគឺយើងទៅទស្សនាជាមួយនឹងគេហៅរកែតណាគឺទីទាំងមូលនៃកោះរបស់គេហ្នឹងតែម្ដងអញ្ចឹងមាន40បន្ទប់គឺកោះទាំងមូលហ្នឹងគឺមានវិឡាព័ទ្ធជុំវិញមានជាន់លើជាន់ក្រោមជាប់មាត់សមុទ្រមានអាង private មួយអញ្ចឹងឯងអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយកុំភ្លេចដើរកម្សាន្តនៅក្នុងតំបន់ទេសចរក្នុងប្រទេសកម្ពុជាយើងឲ្យបានច្រើនបាយបាយ